ធ្វើយូរហើយទើបតែបានយកមកកាត់តបងប្អូនហើយឥឡូវនេះពេលឃើញនឹកឃើញឃ្លានទៀតហើយបាយដំណើបសង់ខ្យាទុរេនអូនិយាយពីថាឆ្ងាញ់ជាប់ចិត្តតែម្ដងបងប្អូនហើយឥឡូវនេះយើងមកដាក់ដាំបាយដំណើបសិនមុនបងខ្ញុំមានកមកកំប៉ុងកន្លះយើងលាងទឹកសម្អាតឲ្យស្អាតមកបន្ទាប់មកខ្ញុំចាក់ទឹកឲ្យអស់រួចហើយខ្ញុំដាក់ទឹកមួយកំប៉ុងហើយយើងដាក់ដាំទៅពេលដែលបាយយើងលោតទៅពណ៌ខាងលឿងប្រហែលជា10នាទីហើយយើងជ្រួយទៅឃើញថាបាយយើងគឺថាឆ្អិនល្អហើយបងប្អូនដាំដូចខ្ញុំអញ្ចឹងបាយអត់មានរេចឬមួយក៏ទុនដុំអីទេបន្ទាប់មកខ្ញុំមានពងមាន់ចំនួន2គ្រាប់អំបិលបន្តិចហើយខ្ញុំដាក់ស្ករអំពៅចំនួន5ស្លាបព្រាបាយបងប្អូនអាចដាក់ស្ករសក៏បានបើសិនជាមានស្ករត្នោតទៀតកាន់តែពិសេសក្រោយពីដាក់ស្ករហើយយើងកូរបន្តិចទៅដើម្បីឲ្យស្ករយើងបានរលាយរួចហើយខ្ញុំដាក់ខ្ទិះដូង150មីលីលីត្រចំពោះខ្ទិះដូងវិញគឺខ្ញុំយកខ្ទិះដើមបន្តិចហើយដាក់លាយជាមួយទឹកបន្ទាប់មកខ្ញុំមានទុរេនមួយគ្រាប់ហើយទុរេននេះប្រហែលជា200ក្រាមយើងឆ្កឹះយកគ្រាប់ចេញទៅរួចហើយយើងដួសសាច់ទុរេននឹងដាក់ចូលបន្ទាប់មកខ្ញុំកូរសាច់ទុរេនជាមួយនឹងគ្រឿងយើងឲ្យបានសព្វគ្នាល្អចំពោះវិធីធ្វើវិញគឺថាម្នាក់ធ្វើអត់ដូចគ្នាទេមានបងប្អូនខ្លះគឺគាត់អត់ចូលចិត្តដាក់ពងមាន់ទេបន្ទាប់ពីច្របល់គ្រឿងបានសព្វគ្នាល្អហើយឥឡូវនេះខ្ញុំយកទៅកូរនៅលើភ្លើងយើងកូររហូតតតែសង្ខ្យាយើងគឺថាបានកកហើយនឹងថ្លាល្អពេលដែលពុះហើយយើងលើកចុះមកបន្ទាប់មកយើងយកទៅដុសដាក់ពីលើបាយដំណើបនោះទៅគ្រាន់តែលើកចុះមកនិយាយពីថាឈ្ងុយឈ្ងប់យកមែនតែនរួចហើយបងប្អូនបន្ថែមខ្ទិះដូងដើមបន្តិចមកចំពោះខ្ទិះដូងនេះវិញគឺខ្ទិះដូងដើមម៉ាក់នេះខាប់ល្អតែប៉ុណ្ណឹងគឺជាការស្រេចនិយាយពីថាឆ្ងាញ់ឡើងរមួតតែម្ដងបងប្អូននៅគ្រាន់តែនិយាយក៏ឃ្លានទៀតដែរបងប្អូនហើយចូលដល់រដូវក្តៅអញ្ចេះបងប្អូននិយាយពីថាឃ្លានបង្អែមតិចហើយសង្ខ្យានេះដាក់ក្នុងទូទឹកកកទៅនិយាយពីឆ្ងាញ់